សួស្តីបងប្អូនហាត់ទី12ទាំងអស់គ្នាចឹងថ្ងៃនេះយើងមកកែលំហាត់បន្តទៀតប្រតិបត្តិគេឲ្យគណនាឫសទី5នៃដកឫស3ដក i រួចតាំងឫសទាំងនោះនៅលើរង្វង់បាទអញ្ចឹងយើងមើលគណនាឫសទី5នោះអញ្ចឹងវាតាក់ទងទៅនឹងឫសនៃចំនួន complex set អញ្ចឹងយើងរំលឹកតិចទៅជាទូទៅបើសិនជាគេមាន set ស្មើ r cos phi បូក e sin phi ក៏ប៉ិតកន្លែងនេះអាចដាក់ alpha ក៏បានដែរណាបាទជាចំនួន complex មិន0បានន័យថាម៉េចវាកន្លែងហ្នឹងវាខុសពី0ណាបាទបើថានេះក៏មិន0នេះក៏មិន0ហើយ n ជាចំនួនគុតវិជ្ជមាននោះ z មាន n ឬទី n កំណត់ដោយជាងមានថាម៉េចវាមានឬទី n ណាបាទវាមាន n ឬអញ្ចឹង n ឬបាទកំណត់ដោយគេ w ការស្មើឬទី n នៃ r cos phi បូក 2 ការ pi លើ n បូក e sin phi 2 ការ pi លើ n ដែលការយើងរត់ពី0ទៅរហូតដល់ n ដក 1វាទាំងអស់វាមាន n តួអញ្ចឹងបានថាឫសរបស់យើងវាមាន n ដែរមានដំបូងបំលែងចំនួន complex នេះជាតម្រងត្រីកោណមាត្របែបនេះសិនបន្ទាប់មកបានយើងប្រើរូបមន្តនេះអញ្ចឹងចាំឡើយតាំង z ស្មើដកឫស3ដក i អញ្ចឹងយើងឃើញអានេះមេគុណប៉ុន្មានយើងរៀនពីមុននេះមេគុណអានេះមេឫស3អានេះ1អញ្ចឹងចាប់2អញ្ចឹងបាននេះគេ2ដកឫស3លើ2ដក1លើ2 i អញ្ចឹងស្មើប្រមាណកុសប្រមាណស្មើឬ3លើ2បាទអញ្ចឹងបាននេះគេ2ដកកុស pi លើ6ដក sin pi លើ6អញ្ចឹងយើងមើលដោយសារតានេះដកអានេះក៏ដកអត់តន់ចូលទេវានៅកាត់ត្រង់ទី3កាត់ត្រង់ទី3ភាគយកទៅធំជាងភាគបាយ1លេខអញ្ចឹងបានកុស7 pi លើ6បូក e sin 7 pi លើ6បាទអញ្ចឹងនេះគឺសិតអានេះគឺជា phi ឬក៏ alpha ដែលយើងដាក់ថាម៉េចឬទី5នៃសិតកំណត់ដោយគេអូខេរូបមន្តយើងគឺឬទី n នៃ air យើង2ណាឬទី5នៃ2កុសphi យើងគឺ7 pi លើ6បូក2ការ pi លើ5បូក e sin 7 pi លើ6បូក2ការ pi លើ5ដែលការយើងចាប់ពី1ទៅដល់4អញ្ចឹងរាប់ទៅ1 2 3 4 5អូខេអញ្ចឹងយើងមិនបាច់តម្រូវភាគបាញ់ក៏បានដែរកន្លែងនេះយើងជំនួសចូលម្ដងមួយណាអូខេបើការស្មើ0 w 0ស្មើអីឬយើងឬទី5នៃ2កុសយើងមើលអញ្ចឹងអានេះជំនួសចូលទៅ0អញ្ចឹង0ម្ដងនេះ0ទៅហើយ7 pi លើ6អញ្ចឹង6គុណនឹង5បាន30អញ្ចឹងបានកុស7 pi លើ30អូខេបូក e sin 7 pi លើ30ការស្មើ1 w 1យើងស្មើប៉ុន្មានចឹងស្មើហ្នឹងយើងជំនួសការស្មើ1ចូលគឺឫសទី5នៃ2អញ្ចឹងកុសនេះកន្លែងនេះការយើងស្មើ1ណាអញ្ចឹងបាន7 pi លើ6បូក2គុណនឹង1 pi 2គុណនឹង1គុណនឹង pi លើប៉ុន្មានលើ5អញ្ចឹងបានប៉ុន្មាន7 pi លើ6បូក2 pi លើ5អញ្ចឹងស្មើប៉ុន្មានអានេះតម្រូវភាគបាយនេះសិនមកតម្រូវភាគបាយសិនអញ្ចឹងបានប៉ុន្មាន7 pi បូក6 2ដង12 pi លើប៉ុន្មានលើ6លើ5អញ្ចឹងអានេះគុណបានប៉ុន្មានអញ្ចឹងឥឡូវបូកសិនមក6គុណ5បាន30ឥឡូវបាន19 pi អូខេអញ្ចឹងនេះបានប៉ុន្មានកុស19 pi លើ30បូក e sin 19 pi លើ30ការសារ2កន្លែងនេះជំនួស2ណា2គុណ2បាន4អញ្ចឹងបូក4 pi ណាកន្លែងនេះបាន4វិញដាក់4 piអញ្ចឹងបាន7 pi នេះគប់គិតបូក24 pi លើ30ដាក់យកតែម្ដងណាបាន31 pi លើ30អញ្ចឹងបាន
kស្មើ2 w2 ស្មើឬទី5នៃ2កុស31លើ30ផាយបូក e sin 31លើ30ផាយការស្មើ3ចំពោះការស្មើ3យើងជំនួសចូលទៅ w3 យើងជំនួស3ចូលអញ្ចឹងនេះបានគេ2គុណនឹង3បាន6អញ្ចឹងបាន7ផាយលើ6បូក6ផាយលើម៉ានលើ5អញ្ចឹងនេះគុណទៅបានម៉ានបូកនឹង7ផាយបូកនឹង36ផាយលើ6លើ5អញ្ចឹងអានេះគុណគ្នាបាន30ឥឡូវបូកចូលទៅបាន36បូក7បាន43ផាយអញ្ចឹងបាន43ផាយលើ30អញ្ចឹងបានកុស43ផាយលើ30បូក e sin 43ផាយលើ30អូខេចំពោះការស្មើ4យើងយក4នេះជំនួសចូលកន្លែងនេះយើងបាន2គុណនឹង4បាន8ផាយណាអញ្ចឹងយើងបានអីគេ7ផាយលើ6បូក8ផាយលើ5អញ្ចឹងឥឡូវយើងត្រូវព្យាបែងនេះបាន6ណា6គុណនឹង8បាន48ផាយអានេះបាន7ផាយបូកទៅលើ5អញ្ចឹងអាក្រោមបាន30ឥឡូវបាន55ផាយលើ30ក្រោយនេះបើយើងចង់សម្រួលនឹង5ទៅបានប៉ុន្មានបាន11ផាយលើ6ណាបាទអញ្ចឹងយើងបាននេះគេអញ្ចឹងកុស55ផាយលើ30បូក e sin 55ផាយលើ30ហើយវាស្មើនឹងឫសទី5នៃ2នៃអីកុស11ផាយលើ6បូក e sin 11ផាយលើ6បន្ទាប់មកគេឲ្យយើងតាំងឫសនៅលើរង្វង់អញ្ចឹងនេះជាឫសទី1ឫសទី2ឫសទី3ឫសទី4ឫសទី5នេះជាមុំរបស់វាអញ្ចឹងយើងត្រូវតាំងមុំទាំងអស់នេះនៅលើរង្វង់ត្រីកោណមានអញ្ចឹងយើងសង្កេតមើលអានេះផាយលើ30ផាយលើ30ផាយលើ30អានេះក៏ផាយលើ30អានេះក៏ផាយលើ30ដូចគ្នាអញ្ចឹងយើងត្រូវបំលែងមុំនឹងជាដឺក្រេទៅហើយយើងដៅវានៅលើរង្វង់ទៅបានឥឡូវយើងមើលសិនផាយលើ30ផាយលើ30វាស្មើនឹង180ដឺក្រេចែកនឹង30យើងសម្រួលទៅបានប៉ុន្មានបាន6ដឺក្រេអញ្ចឹងអាទាំងអស់នេះវាសុទ្ធតែ6ដឺក្រេ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 យើងគុណទៅបានអីចឹងអញ្ចឹងយើងគុណទៅបានប៉ុន្មានគុណនឹងអានេះ6ដឺក្រេទៅនេះបាន42 104 186 258 330អញ្ចឹងយើងត្រូវតាំងទាំងអស់ហ្នឹងនៅលើរង្វង់ត្រីកោណមាត្រអញ្ចឹងនេះជារង្វង់របស់យើងអញ្ចឹង42ដឺក្រេវានៅណានៅកត្រង់ទី1ណាអញ្ចឹងអានេះ30យើងបែងចែកជា3អានេះ90អានេះ30 អូខេអញ្ចឹងអានេះ45ណាអញ្ចឹង42នៅនេះអញ្ចឹងដាក់មកអញ្ចឹងអូខេនេះគឺជាអីគេ M1 W1 បាទបញ្ហារូបភាពនៃឫសទី1បាទអញ្ចឹង M2 104ណាអានេះ90អញ្ចឹងនេះ30 អញ្ចឹងអានេះ10 100ណាអញ្ចឹង104នៅនេះអានេះ104នៅទីនេះអូខេអញ្ចឹងនេះគឺ M2 W2 មក186អញ្ចឹងអានេះ100 186 104អញ្ចឹង186អានេះ1 2 3នេះ10 20 30
ok នេះជារូបភាពM3 W3 តបមក258ដឺក្រេហ្នឹងណាអញ្ចឹងអានេះ180អានេះ180អញ្ចឹងអានេះថែម210 240អានេះ270អូខេ270ណាអញ្ចឹងអានេះ60អានេះ58នៅម្ដុំនេះអញ្ចឹងបាទនេះគឺ M4 W4 អូខេអញ្ចឹងនេះ330គឺមែននៅម្ដុំនេះនៅនេះណា11ផែលើ6ណាបាទអញ្ចឹងគឺ M5 W5 អូខេនេះអញ្ចឹងបើសិនជាយើងនៅលើសភៅធម្មតានេះយើងភ្ជាប់អានេះប្រវែងនេះវាប្រកាសជាស្មើគ្នាហើយណាបាទអញ្ចឹងយើងភ្ជាប់ទៅយើងបានអីគេអញ្ចឹងអារូបនេះយើងភ្ជាប់ទៅយើងបានជា1 2 3 4 5អញ្ចឹងវាជាបញ្ចកោណនិយ័តអញ្ចឹងដោយសារតែយើងគូនៅលើអេក្រង់ចេះវាអត់សូវស្មើទេអត់បានវាស់ត្រឹមត្រូវប៉ុន្តែបើយើងគូលើក្រដាសសភៅអានេះយើងគ្រាន់តែរក្សារង្វស់ដៃឈានមកយើងដៅទៅយើងនឹងបានបញ្ចកោណនិយ័តអូខេអញ្ចឹងដាក់មកដូចនេះចំណុច M0 M1 M2 M3 M4 ហ្នឹងវាតាំងរូបភាព W0 ដល់ W4 ជាកំពូលបញ្ចកោណនិយ័តអូខេ